ជំរាបសួរបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel នេះខ្ញុំមួយផងណាវីដេអូនេះគឺសកម្មភាពខ្ញុំបានចូលរួមនៅក្នុងជំនួបអ្នកសារព័ត៌មានជាមួយនឹងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី3ខែឧសភាចាបាននេះតែដើមខែដោយសារតែរវល់ពេកទើបតែមានពេលបានកាត់តម្លាក់វីដេអូឲ្យបងប្អូនមើលអានេះគឺយើងបានចូលមកដល់ក្នុង hall នៅ CCIC ហើយពេលនេះគឺមកយកសភៅដែលក្នុងហ្នឹងគឺក្រុមការងាររៀបចំសភៅសម្រាប់អ្នកសារព័ត៌មានទាំងអស់ដែលគាត់ចូលរួមគឺមានសភៅនិយាយពីសម្ដេចតេជោហ៊ុនសែនសភៅនិយាយពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីសភៅនិយាយពីលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតហើយនៅក្នុងនេះគឺខ្ញុំមកយកដំបងបានមួយក្បាលសិនទេតែប៉ាត់ខ្ញុំបាន3ក្បាលដូចគ្នាម្នាក់បាន3ទៅ4ក្បាលចឹងទៅអានេះគឺក្រុមការងាររបស់គ្រប់ខ្ញុំចាហើយមេហើយនឹងបងប្អូនរួមក្រុមជាមួយគ្នាគឺយើងមកចាំកន្លែងនិយាយរួមទៅគឺមកតាំងពីម៉ោង1:72ហើយតម្រាំតែរៀបចំ scan ឈ្មោះ scan អីហើយគឺយើងចូលមកដល់ក្នុងห้องអង្គុយចាំវត្តមានរបស់សម្ដេចធិបតីលោកអញ្ជើញមកដល់អញ្ចឹងអានេះគឺក្រុមភ្លេងបងប្អូនប្រកាសជាស្គាល់ហើយគឺលោកពូចែវចាក្រុមភ្លេងរបស់គាត់នឹងគឺរស់មែនតែនមានប្រភេទជា orchestra នឹងហើយviolon ចានិយាយទៅគឺពេលដែលយើងស្ដាប់នៅក្នុងនោះគឺពីរោះរំដំចិត្តតែម្ដងលើបងប្អូនសាកស្ដាប់ខ្លួនឯងមើលចាប់ដើមអ្នកចម្រៀងគាត់ច្រៀងកំដរបរិយាកាសមុននឹងសម្ដេចលោកអញ្ជើញមកចឹងទៅហើយបងប្អូនប្រកាសជាស្គាល់អ្នកចម្រៀងយើងហើយអញ្ចឹងមួយបទគឺច្រៀងផ្ទាល់ភ្លេងក៏លេងផ្ទាល់និយាយរួមទៅគឺស័ក្តិសមជាមួយនឹងទស្សនវិជ្ជានៅក្នុងហ្នឹងហ្មងណាព្រោះព្រមគ្នាទាំងអស់ហើយក្នុងហ្នឹងគឺមានអ្នកចូលរួមច្រើនណាស់ទាំង influencer ទាំង content creator អីផ្សេងជាច្រើនគឺគាត់ត្រូវបានចូលរួមនៅក្នុងថ្ងៃហ្នឹងតែមួយទាំងអស់គ្នាតែម្ដងអានេះខ្ញុំមួយកាត់ដោយសារតែទុកឲ្យបងប្អូនស្ដាប់ចម្រៀងខ្លះនេះឃើញនេះបងប្អូនប្រកាសជាស្គាល់តារាចម្រៀងនៅលើឆាកហ្នឹងហើយអីដែលសំខាន់ឃើញថាគាត់ច្រៀងកំដររហូតតដល់ពេលសម្ដេចធិបតីលោកអញ្ជើញមកអញ្ចឹងអានេះគឺអ្នកមីងហឹមស៊ីវនតារាចម្រៀងជើងចាស់របស់យើងក៏ប៉ុន្តែទឹកដមចម្រៀងរបស់គាត់គឺនៅតែព្រោះនៅតែអាចបំពេញអារម្មណ៍របស់យើងបានបងប្អូនស្ដាប់ទាំងអស់គ្នាព្រោះខ្លាំងប៉ុណ្ណាគាត់ច្រៀងផ្ទាល់ហ្មងណាស្ដាប់ឡើងជក់អារម្មណ៍អត់ចង់ឈប់ទេប៉ុន្តែដោយសារតែឥឡូវនេះគឺនៅពេលដែលគាត់កំពុងតែច្រៀងវត្តមានរបស់សម្ដេចធិបតីលោករដ្ឋមន្ត្រីលោកក៏បានអញ្ជើញមកដល់តែម្ដងគឺម៉ោងប្រហែលជា4:05គឺខ្ញុំភ្លេចម៉ោងនឹងបាត់ហើយអធិស្ឋានផងកន្លែងហ្នឹងអញ្ចឹងសម្ដេចលោកអញ្ជើញមកដល់នៅខាងមុខខ្លោងទ្វារចូលនិយាយទៅគេបាញ់ស្លាយពីខាងក្រៅហើយឥឡូវនេះគឺមានការប្រកាសចាបងប្អូនក្រុមអ្នកសារព័ត៌មានទាំងអស់គាត់ក្រោកឈរដើម្បីទទួលវត្តមានរបស់សម្ដេចធិបតីប៉ុន្តែដូចជាការជំនួបរាល់ដងជាមួយនឹងមិនថាជំនួបជាមួយនឹងខាងណាទេកម្មការនេះក៏ដោយសម្ដេចតែងតែផ្ដល់ការនៅក្នុងការ selfie ជាមួយហើយនេះគឺក្រុមភ្លេងគាត់ឈរច្រៀងផ្ទាល់តែម្ដងដើម្បីអបអរដំណើររបស់សម្ដេចធិបតីនិយាយរួមទៅបាត់ភ្លេងនឹងព្រោះមែនទែនហើយទម្រាំតែសម្ដេចអញ្ជើញមកដល់ខាងក្នុងគឺប្រើពេល
ចាមួយម៉ោងតែម្ដងហើយអ្នកជាងគឺគាត់គឺនៅតែឈរច្រៀងនៅនឹងមិនឈប់ទេលុះត្រាតែសម្ដេចលោកជើងឡើងក្នុងដូចគ្នាដែរហើយតែប៉ុន្តែវាសិតតែជាការបង្ហាញក្តីស្រឡាញ់វាមិនមានអីដែលត្រូវប្រកាន់ទេអញ្ចឹងគឺអត់ធ្មត់ឈររងចាំទាំងអស់គ្នាទៅតម្រាំតែសម្ដេចលោកបានរួចពី selfie ចាច្រើនយូរមែនតើនិយាយទៅពីខាងកែវទំមរហូតចូលមកដល់ខាងក្នុងបងប្អូនទាំងអស់គ្នាបន្ទាប់ពីសម្ដេចលោកថ្លែងហើយគឺយើងមានអាហារជួបជុំគ្នាបន្ទាប់មកក៏កម្មវិធីចាប់តែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាយើងនឹងជួបគ្នានៅ vlog ក្រោយបន្តទៀតជម្រាបលា